ថ្ងៃទី2ដែលយើងបាននៅខាងក្រុងកំពតហើយយើងក៏ចាប់ដើមធ្វើដំណើរទៅរកកាហ្វេចលងភ្នំចំពោះពីទីតាំងដែលយើងបានស្នាក់នៅទៅរកកាហ្វេចលងភ្នំប្រហែលជា17គីឡូទៅ18គីឡូបងប្អូនយើងជិះចេញពីកន្លែងយើងគេងណាហើយទេសភាពបរិយាកាសស្រស់ស្អាតហើយនេះចំពោះទៅដងផ្លូវដែលយើងបានធ្វើដំណើរទៅរកខាងកាហ្វេចលងភ្នំយើងធ្វើការឡើងលើភ្នំជិះម៉ូតូឡើងលើភ្នំបងប្អូនតែចំពោះផ្លូវវិញគឺមានចោតមកកន្លែងនៅចោតរៀងខ្ពស់ក៏ប៉ុន្តែអត់ជាបញ្ហាអីទេសូម្បីតែខ្ញុំស្រីក៏អាចធ្វើដំណើរទៅបើកឡើងបានដែរអត់បញ្ហាទេហើយបើថាបរិយាកាសនៅតាមដងផ្លូវវិញស្រស់ស្អាតខ្លាំងណាស់ទេសភាពឃើញចកាបងប្អូនអ្នកភូមិគាត់ដាំនៅនឹងហើយពួកយើងដោយសារឃើញស្អាតពេកចុះដាក់មកប៉ុស្ពីរប៉ុស្អីចឹងទៅបន្ទាប់មកយើងនាំគ្នាទិញសំបុត្រចូលក្នុងតម្លៃសំបុត្រមួយគឺតម្លៃ8000រៀលតែយើងអាចដូរជាភេសជ្ជៈយកមកញ៉ាំវិញបានហើយបើថាតកតងនឹងបរិយាកាសកន្លែងថតរូបនិយាយថាស្រួលកន្លែងថតរូបច្រើនមែនទែនបើអ្នកបកែកាច់រៀងកាច់អីអញ្ចឹងទៅដាក់ខោអាវមកផ្លាយច្រើនមកព្រោះទីតាំងថតរូបមានច្រើនមែនទែនហើយដោយសារតែពួកខ្ញុំគឺសិតតែអ្នកអត់ចេះថតរូបទេដូចគេមានពាក្យស្លោកមួយគេថាអីគេដើរលេងទស្សនទេសភាពស្អាតយ៉ាងណាក៏ដោយតែបើថាដើរជាមួយដៃគូណាឬក៏គ្នាយើងនឹងអ្នកអត់ចេះថតរូបស្មើជីវិតស្មើសូន្យតែដោយអ្វីដែលគេនិយាយមែនមើលតែរូបពួកខ្ញុំថតទៅដឹងហើយរូបស្អាតអត់ឃើញទេតែផុសនឹងដោយសារតែបរិយាកាសនិងការអាកាសធាតុវាបានយោងណាដល់ពេលយើងថតទៅដោយសារបរិយាកាសស្អាតចឹងទៅយើងថតទៅក៏វាជួយលើករូបរបស់យើងដែរលក្ខណៈមើលទៅវាទេសភាពស្អាតពេកយើងត្រូវតែផុសបើអត់ផុសទេអត់មានអីទុកជាអនុស្សាវរីយ៍ទេទោះបីរូបអត់ស្អាតក៏ដោយតែបើថាអ្នកចូលចិត្តថតរូបអ្នកប្រកែចាប់ប្លង់អូយមកនឹងត្រូវម៉ាច់ហើយបងប្អូនមើលទៅទេសភាពនេះទៅនេះនិយាយថាសំបីតែ voice over ហើយក៏នឹកឃើញបរិយាកាសនឹងដែរគឺចង់ទៅម្ដងទៀតនៅពេលដែលអ្នកដែលមាន stress មានអីបងប្អូនស្មុគស្មាញនឹងការងារស្នេហាគ្រួសារអីគឺថាទៅដល់ហើយគឺបោះចោលអស់ហើយរួមទាំងខ្ញុំដែរខ្ញុំទៅដល់គឺទុកទាំងប្រមាណបោះចោលអស់ហើយបន្ទាប់មកយើងនាំគ្នាទៅញ៉ាំបាយឆាមានបាយឆាបងប្អូនបាយ B នៅខាងផ្សារកំពតចំពោះខ្ញុំនៅថ្ងៃដែលខ្ញុំញ៉ាំហ្នឹងចំពោះទឹកស៊ុបបាយឆាថ្ងៃហ្នឹងគឺសម្រាប់ខ្ញុំគឺរៀងប្រៃហើយចំពោះសាច់គឺផ្អែមតែចំពោះបាញ់សុងនៅកន្លែងគាត់ឆ្ងាញ់ខ្ញុំអាចទទួលយកបានចំពោះបាញ់សុងហើយបន្ទាប់ពីចេញញ៉ាំបាយ B នៅក្រុងកំពតដែលគេល្បីហើយខ្ញុំក៏នាំគ្នាធ្វើដំណើរមកភូមិថ្មីក្រុងកំពតម្ដងនៅក្នុងភូមិថ្មីហ្នឹងក៏គេតម្រូវឲ្យយើងទិញសំបុត្រចូលដែរក្នុងម្នាក់គឺតម្លៃ10000រៀលតែក្នុងសំបុត្រតម្លៃ10000រៀលហ្នឹងយើងអាចដូរជា ice cream ឬក៏ជាការ៉េមញ៉ាំបាននៅក្នុងវីដេអូហ្នឹងខ្ញុំនិយាយខុសតិចគឺយើងអាចដូរយកសំបុត្រទូកាយៈបានទេហើយនៅក្នុងហ្នឹងក៏យើងអាចជិះទូកាយៈបានដែរតែយើងតម្រូវទិញសំបុត្រផ្សេងហើយបើថាចូលទៅដល់ហើយគឺគេបាញ់ផ្សែងណាដូចយើងនៅក្នុងព្រៃហនុមានអញ្ចឹងហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺនៅក្នុងហ្នឹងគឺគេអត់តន់ធ្វើហើយទេគឺមានជាងបងជាងគាត់នៅធ្វើបន្តតែបើសិនជាធ្វើហើយនៅកន្លែងហ្នឹងអត់ដឹងថាស្អាតមិនទេបងប្អូនអើយនិយាយថាហើយចូលទៅឡងតិចដោយសារតែគេបាញ់ចំហាយទឹកហ្នឹងពេលអញ្ចឹងទៅទោះបីខ្ញុំទៅរៀងខ្ញុំទៅបន្ទាប់ពីញ៉ាំបាយហើយគឺថ្ងៃទោះបីតែថ្ងៃក៏នៅតែមានអារម្មណ៍ថាវាត្រជាក់ដែរនៅក្នុងហ្នឹងហើយបើថាកន្លែងថតរូបក៏ច្រើនដែរកន្លែងថតរូបដូចយើងនៅក្នុងព្រៃហនុមានអញ្ចឹងថាស្អាតបើអ្នកបកកាយចាប់ប្លង់អ្នកបកកាយអីគឺស្អាតហ្មងបន្ទាប់មកយើងធ្វើដំណើរទៅខាងបាយឆាយើងទៅរកបាយឆាដែលគេល្បីគឺបាយឆាសាច់ក្តាមម្ចាស់ដើមនៅខាងក្រុងកំពតចំពោះបាយឆាសាច់ក្តាមខ្ញុំឲ្យ9លើ10ភាសាខ្ញុំជួយចាត់រសជាតិបាយឆារបស់គាត់ជាពិសេសគឺទឹកត្រីនឹងមកនៅពេលដែលយើងដាក់ទៅសក់ហើយបន្ទាប់មកយើងរោយទឹកត្រីនឹងពីលើរសជាតិគឺត្រូវគ្នាជាមួយបាយឆាគាត់មែនទែនបើសិនជាខ្ញុំទៅលើក្រោយក៏ខ្ញុំនឹងចូលទៅញ៉ាំបាយឆាសាច់ក្តាមគាត់ម្ដងទៀតដែរបន្ទាប់ពីយើងញ៉ាំបាយឆារួចហើយយើងនាំគ្នាធ្វើដំណើរទៅខាងក្រុងកែបបងប្អូនទៅរកកាហ្វេសៃរ៉តដែលគេល្បីនៅពេលដែលយើងធ្វើដំណើរឡើងទៅដល់កាហ្វេសៃរ៉តវិញ
គេថាបរិយាកាសគឺយើងមើលឃើញព្រៃយើងមើលឃើញព្រៃព្រឹក្សាហើយជាមួយនឹងសមុទ្រទៀតសមុទ្រល្វឹងល្វើយហ្មងយើងមើលពីលើហើយចំពោះបងប្អូនដែលមានបំណងចង់ជិះខ្សែរ៉តគឺក្នុងម្នាក់គឺតម្លៃ$10ហើយយើងអាចជិះមើលទេសភាពនៅលើនឹងបានណាបងប្អូនហើយដោយសារយើងទៅអញ្ចឹងមេឃកំពុងតែក្តៅក៏នាំគ្នាដាក់កាហ្វេម្នាក់មួយកែវឈែយកកម្លាំងមកវិញអញ្ចឹងណាតែចូលទៅឡើងត្រជាក់មកនៅពេលយើងកំពុងជិះម៉ូតូធ្វើដំណើរទៅគឺក្តៅមែនទែនដោយសារយើងទៅពេលថ្ងៃហើយវាថាត្រជាក់ស្រួលណាស់នៅពេលទៅដល់នឹងហើយបន្ទាប់ពីចេញពីកាហ្វេខ្សែរ៉តហើយយើងនាំគ្នាធ្វើដំណើរទៅរកផ្សារក្តាមនៅក្រុងកំពតវិញដើម្បីយើងទិញគ្រឿងសមុទ្រខ្លះយកមកផ្ញើអ្នកបំពេញវិញណាដោយសារយើងមកដល់កន្លែងតំបន់សមុទ្រហើយបើយើងទៅវិញដៃទៅទេក៏វាអត់កើតដែរយើងត្រូវតែទិញអីខ្លះយកមកផ្ទះមិនថារបស់ស្រស់របស់ក្រៀមគឺត្រូវតែមកហ្មងគេថាពេលចូលមកដល់មិនបានតែរបស់ស្រស់គឺរបស់ក្រៀមទេគឺថារបស់ញ៉ាំគឺជាអ្វីដែលខ្ញុំប៉ងខ្លាំងជាងគេជាពិសេសនេះគឺអាគ្រឿងពងនេះជាពិសេសគឺអីគេក្តាមក្តាមទូចដែលគេយកបំពងបងប្អូននៅខំទៅឡើងផ្អែមហើយឡើងស្រួយហ្មងគេប្រកែបំពងណាគេបំពងឡើងស្រួយហើយសូម្បីតែខ្ញុំ voice over ក៏ខ្ញុំនឹកឃើញដល់អារសជាតិហ្នឹងណាគឺឃ្លានហ្មងបើខ្ញុំដឹងតែទៅម្ដងទៀតតែកែបដឹងតែខ្ញុំទៅម្ដងទៀតគឺទៅគោលដៅធំរបស់ខ្ញុំគឺខ្ញុំចូលទៅក្នុងផ្សារហ្នឹងគឺដើរញ៉ាំលើក្រោយខ្ញុំមកគឺខ្ញុំមកថតពេលខ្ញុំញ៉ាំម្ដងហើយវាថារបស់លក់វិញមិនខ្វះទេរបស់ដូចជារបៀបថានំតាមតំបន់ដូចជានេះគេហៅនំស្លឹកចាអានំហ្នឹងក៏ឆ្ងាញ់ដែរនៅក្នុងហ្នឹងវាមានគេដូចជាគេដាក់នឹងងមួយនៅក្នុងហ្នឹងហើយអានេះដូចជាប្រភេទគ្រឿងគីគ្រឿងអីដែលអ្នកចង់ទិញគីទិញអីយកមកផ្ទះវិញអីគឺឱកាសល្អហើយនៅពេលទៅដល់ក្រុងកែបគឺត្រូវទៅទិញមកវិញហើយដូចជាបកាក្រៀមបកាអីហ្នឹងបងប្អូនខ្ញុំទិញបានខ្ញុំទិញបកាក្រៀមមកវិញ1គីឡូដែរគឺទុកញោមនៅពេលដែលយើងនឹកឃើញចង់ញោមយើងញោមញ៉ាំអញ្ចឹងទៅហើយចំពោះកន្លែងអ៊ីដែលគាត់លក់នៅក្នុងក្រុងកែបនឹងគឺជាកន្លែងមួយបងប្អូនខ្ញុំដោយសារបងប្អូនវាអាសាមកហើយកន្លែងគាត់គឺដឹងតែបានគ្រឿងសមុទ្រសុទ្ធហ្មងនៅពេលទិញកន្លែងគាត់ហើយចំពោះមឹកអាំងវិញមានតាមលេខតម្លៃមានតាមនឹងបងប្អូនហើយតែគាត់នឹងស្រួលបើសិនជារបស់ណាដែលគាត់លក់បានណាយើងតគាត់ចុះគឺគាត់ចុះឲ្យហ្មងគាត់អត់ញ៉ៃទេគាត់អត់មានសូនសាញដូចកន្លែងផ្សេងទេហើយកន្លែងគាត់គឺដឹងតែគ្រឿងសមុទ្រដែលគាត់យកមកពីសមុទ្រផ្ទាល់ហ្មងរសជាតិនិយាយថាឆ្ងាញ់ហ្មងជាពិសេសខ្ញុំចូលចិត្តជាងគឺមឹកអាំងហ្នឹងហ្មងហើយនេះជាកន្លែងដែលគេលក់បកាក្រៀមបកាអីហ្នឹងបងប្អូនហើយបន្ទាប់ពីយើងធ្វើចូលមកដល់ក្នុងក្រុងកែបមករកក្នុងផ្សារក្តាមហើយយើងទិញអីញ៉ាំច្រកយកទៅវិញយកទៅញ៉ាំហើយយើងធ្វើដំណើរត្រឡប់មកខាងកំពតវិញបន្ទាប់មកយើងចេញដំណើរមកខាងក្រុងកំពតវិញគឺមកឡើងឡាន e-booking ដើម្បីត្រឡប់មកភ្នំពេញវិញពួកយើងជិះ e-booking តម្លៃសបុតក្នុង$5ក្នុងម្នាក់ហើយចំពោះបទពិសោធន៍ដែលខ្ញុំចង់ចែកលេខបងប្អូនគឺថានៅពេលដែលបងប្អូនកក់សបុតណាគួរតែកក់ពីរបានដែរដើម្បីបានមង្វលកងកងគេមានរង្វាន់ដូចជាដបទឹកហើយនឹងឆាត់ហើយនឹងរបស់ផ្សេងមួយចំនួនទៀតហើយដូចខ្ញុំអញ្ចឹងខ្ញុំ booking គ្នា9នាក់អញ្ចឹងខ្ញុំខាតខ្ញុំពវល់បានតែម្ដងទេតែបើសិនជាបងប្អូន booking ម្ដង2សបុតគឺបានន័យថា2សបុតយើងបានពវល់ម្ដងអានេះជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចង់ចែកលេខបងប្អូនអរគ្នាអូខេបាយបាយ